ប្រិយមិត្តបងប្អូនអ្នកតាមដានជាទីមេត្រីគ្រឿងញៀនជិត1គីឡូក្រាមនិងជនសង្ស័យម្នាក់រួមទាំងវត្ថុតាងមួយចំនួនទៀតត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបើកប្រតិបត្តិការស្រាវជ្រាវកំណត់មុខសញ្ញាបង្ក្រាបនិងឃាត់ខ្លួនបាននិងបញ្ជូនទៅកាន់សាលាដំបងខេត្តកំពង់ស្ពឺគ្រឿងញៀនបានបំផ្លាញទ្រព្យសម្បត្តិធ្វើឲ្យមនុស្សបាត់បង់ស្មារតីកើតមានអំពើហិង្សាឬអត្តឃាតផ្សេងៗនិងមានបញ្ហាច្រើនដែលបង្កដោយសារគ្រឿងញៀនគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាដែលបានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់បំផុតក្នុងការប្រយុទ្ធប្រឆាំងនិងបង្ក្រាបគ្រឿងញៀនក្នុងនីតិកាលទី7នេះបានចាត់ទុកថាជាអាទិភាពនយោបាយដ៏សំខាន់ដើម្បីធានាសន្តិសុខនិងអនាគតយុវជនកម្ពុជាក្រោមការចង្អុលបង្ហាញណែនាំតម្រង់ទិសនិងអនុវត្តតាមគោលការណ៍ដឹកនាំយ៉ាងម៉ឺងម៉ាត់របស់ឯកឧត្តមនាយឧត្តមសេនីយ៍សៅសុខាអគ្គមេបញ្ជាការរងកងយុទ្ធពលខេមរៈភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសព្រមទាំងមានការណែនាំដោយផ្ទាល់ជាប្រចាំពីសំណាក់ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណ្ឌអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺជាពិសេសក្រោមការដឹកនាំបញ្ជាដោយផ្ទាល់យ៉ាងម៉ឺងម៉ាត់និងយកចិត្តទុកដាក់ខ្ពស់បំផុតរបស់លោកឧត្តមសេនីយ៍ត្រីមេងស្រុនមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺព្រមទាំងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបងខេត្តកំពង់ស្ពឺកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានធ្វើការបើកប្រតិបត្តិការស្រាវជ្រាវកំណត់មុខសញ្ញាបង្ក្រាបនិងឈានដល់ការឃាត់ខ្លួនជនសង្ស័យរួមនឹងវត្ថុតាងជាច្រើនបានជាបន្តបន្ទាប់ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺជាក់ស្ដែងកាលពីវេលាម៉ោង 12:07 នាទីរសៀលថ្ងៃទី5ខែឧសភាឆ្នាំ2006កន្លងមកនេះកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមួនបានធ្វើការបើកប្រតិបត្តិការស្រាវជ្រាវកំណត់មុខសញ្ញានិងឈានដល់ការបង្ក្រាបនិងឃាត់ខ្លួនបានជនសង្ស័យម្នាក់ជាប់ពាក់ព័ន្ធករណីគ្រឿងញៀនជិត1គីឡូក្រាមក្នុងរង្វង់ប្រតិបត្តិការនេះបានធ្វើឡើងនៅក្នុងភូមិសាស្ត្រអូវែងឃុំកាហែងស្រុកសំរោងទងខេត្តកំពង់ស្ពឺដែលជនសង្ស័យដែលកម្លាំងជំនាញអាវុធហត្ថខេត្តកំពង់ស្ពឺឃាត់ខ្លួនបានមានឈ្មោះកុងបញ្ញាភេទប្រុសអាយុ24ឆ្នាំមុខរបរពុំពិតប្រាកដមានទីលំនៅបច្ចុប្បន្នក្នុងភូមិរកាធំសង្កាត់រកាធំក្រុងច្បារមឿនខេត្តកំពង់ស្ពឺជាលទ្ធផលកម្លាំងជំនាញអាវុធហត្ថចាប់យកវត្ថុតាងបានរួមមានម្សៅក្រាមថ្លាសង្ស័យជាសារធាតុញៀនចំនួន14កញ្ចប់ធំទម្ងន់ជិត1គីឡូក្រាមម៉ូតូចំនួន1គ្រឿងទូរស័ព្ទចំនួន1គ្រឿងជញ្ជីងថ្លឹងគ្រឿងញៀនចំនួន1គ្រឿងនិងថង់ច្រកគ្រឿងញៀនមួយចំនួនបន្ថែមទៀតបច្ចុប្បន្នជនសង្ស័យខាងលើរួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យគ្រឿងញៀនក្នុងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺកសាងសំណុំរឿងបញ្ជូនទៅសាលាដំបងខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធី